ជំរាបសួរបងប្អូនទាំងអស់គ្នាវីដេអូមួយនេះនាងខ្ញុំឆ្លើយតបទៅនឹងបងប្អូនស្រីដែលគាត់បានសួរតាក់ទងជាមួយបញ្ហារបស់គាត់ថាប្តីដែលរៀបការរួចហើយអត់ជួយការងារផ្ទះហើយថែមទាំងខ្ជិលទៀតក្រៅតែពីខ្ជិលហើយនាំមិត្តភ័ក្តិមកផឹកស៊ីនៅផ្ទះទៀតចាអញ្ចឹងគាត់ពិបាកចិត្តដល់គាត់មិនដឹងធ្វើម៉េចទេគាត់ហត់ប្តីអត់ជួយធ្វើការងារអីចឹងទៅតែវីដេអូមួយនេះនាងខ្ញុំលើកឡើងចាចង់និយាយថាជីវិតរៀបការរបស់គូនីមួយអត់ដូចគ្នានោះទេអញ្ចឹងសូមកុំឲ្យយកគូរបស់យើងទៅប្រៀបធៀបគូជាមួយគេមុននឹងរៀបការអាចនិយាយបានថាយើងដឹងហើយឮហើយយើងចង់បានមនុស្សប្រុសម្នាក់យកមកធ្វើជាបង្គោលគ្រួសារអ្វីដែលសំខាន់បំផុតទៅទៀតនោះគឺមនុស្សប្រុសដែលមានសមត្ថភាពនៅក្នុងការផ្គត់ផ្គង់ហិរញ្ញវត្ថុតែមុននឹងបន្តទៀតនេះខ្ញុំសូមអនុញ្ញាតថាសូមអភ័យទោសទុកជាមុនចំពោះនារីទាំងអស់ផងបើសិនបើការនិយាយរបស់នេះខ្ញុំវាមានការលើសលួសឬក៏ខ្វះខាតត្រង់ចំណុចណាមួយអញ្ចឹងណាចាអញ្ចឹងតសាយរឿងតាមពិតមនុស្សប្រុសការដែលនៅជាមួយម្ដាយសូម្បីតែម្ដាយក៏គាត់អត់ជួយកិច្ចការងារផងមិនមែនទាំងអស់ទេក៏មានកូនប្រុសខ្លះគាត់ជួយការងារម្ដាយដែរប៉ុន្តែអាចនិយាយបានថាខ្លះពេលដែលនៅជាមួយម្ដាយគាត់អត់ជួយការងារម្ដាយផងហ្នឹងចឹងកុំរំពឹងរហូតដល់គាត់មកជួយយើងតែក៏មានបរិសុទ្ធខ្លះគេគិតគូជួយប្រពន្ធកូនអីដូចគ្នាដែរចឹងទៅអ្វីដែលសំខាន់ចង់ឲ្យជីវិតគូល្អប្រសើរយើងជាប្រពន្ធកុំប្រកាន់ច្រើនពេកបើសិនបើត្រឹមជួយកិច្ចការងារផ្ទះបើគេអត់ធ្វើក៏ហើយទៅកិច្ចការណាដែលយើងធ្វើកើតយើងធ្វើអត់កើតយើងទុកចោលកុំបង្ខំកុំនាំឲ្យមានចំនួនកើតឡើងរវាងប្តីប្រពន្ធរបស់យើងនាំឲ្យវាមានតែចំនួនទេអ្វីដែលសំខាន់ចាបើគេបន្ទោសថាយើងហេតុអីយើងទុកចោលចាយើងប្រាប់គេវិញការងារនឹងវាលើសកម្លាំងយើងធ្វើអត់កើតយើងចង់ពឹងប្តីដែរតែយើងអត់ហ៊ានអីចឹងទៅចេះមួយចុះពីចឹងទៅនិយាយរួមចាធ្វើយ៉ាងណាព្យាយាមបន្ថយអ្វីដែលមិនសំខាន់កុំសូវយកទុកក្នុងចិត្តបច្ចុប្បន្ននារីក៏គិតថាបរិសុទ្ធដែលជួយកិច្ចការងារប្រពន្ធគឺជាបរិយបរិសុទ្ធជាប្តីល្អក៏ប៉ុន្តែសូមឲ្យចាំថាបរិសុទ្ធគឺសុទ្ធតែអត់ដូចគ្នាទេចាគឺមនុស្សប្រុសដូចតែស្រីយើងដូចគ្នាដែរចឹងទេចាពូកែរកលុយប៉ុន្តែខ្លះក៏គាត់ខ្ជិលគាត់អត់ចង់ធ្វើកិច្ចការងារទាំងអស់ហ្នឹងចាតែអ្វីដែលសំខាន់កិច្ចការហ្នឹងវាគ្រាន់តែជាកិច្ចការបន្តបន្សំទេបើគាត់ជួយបានក៏អរគុណគាត់ទៅបើគាត់ជួយមិនបានទេក៏កុំខ្វល់គ្រាន់ថាអ្វីដែលសំខាន់កុំឲ្យគាត់ផាត់ក្បត់ហ្នឹងហើយកុំឲ្យគាត់រដ្ឋបិទទៅលើលុយកាក់កុំឲ្យគាត់រដ្ឋបិទទៅលើសិទ្ធិសេរីភាពរស់នៅរបស់យើងជាប្រពន្ធនឹងផ្ទាល់តែម្ដងហើយបើយើងរើសគាត់ហើយអ្វីដែលសំខាន់នេះខ្ញុំចង់និយាយថាបើសិនបើយើងរើសគាត់ជាប្តីហើយយើងក៏ត្រូវហ៊ានទទួលពីចំណុចខ្វះខាតរបស់គាត់ផ្ទាល់ដែរកុំប្រៀបធៀបគាត់ទៅនឹងអ្នកដទៃហើយបើគាត់លើសលួសត្រង់ចំណុចណានិយាយប្រាប់គាត់តាមត្រង់ហើយបើគាត់មានខ្វះខាតនៅត្រង់កន្លែងណាសំណូមពរគាត់ត្រឡប់មកវិញអ្វីដែលសំខាន់នោះគឺយើងនិយាយគ្នាដើម្បីរកច្រកចេញរួមតែម្ដងអាចថានិយាយពេលនេះនាងខ្ញុំមិនមែនកាន់ជើងបរោះទេក៏ប៉ុន្តែចំណុចខ្លះបើសិនបើគាត់ធ្វើអត់បានយើងក៏បិទភ្នែកភ្លេចចោលទៅបើសិនបើការទៀមទារបស់យើងនេះវានាំឲ្យមានការក្តៅក្រហាយវានាំឲ្យមានការឆ្លោះទាស់តែងគ្នាខ្លាំងពេកចឹងក៏មិនបាច់ទៀមទាដែរខ្ជិលទៀមទាតែក៏មិនមែនមានន័យថាតម្រូវឲ្យស្ត្រីទាំងអស់នោះគាត់ទ្រាំរស់នៅឲ្យបរោះធ្វើបាបទេប៉ុន្តែនិយាយនេះទៅលើហេតុផលតូចតាចតែប៉ុណ្ណោះតាក់ទងជាមួយនឹងកិច្ចការងារកប៉ិកប៉ុកតែប៉ុណ្ណោះចង់និយាយថារឿងតូចតាចកុំយកវាបង្កើតទៅជារឿងធំចាហ្នឹងហើយ